បាទសូមគោរពជំរាបសួរបងប្អូនទាំងអស់គ្នាអញ្ចឹងទីផ្សារមាសនៅចុងសប្តាហ៍នេះយើងឃើញថាមានការទម្លាក់ខ្លួនចុះមកបន្ថែមទៀតដែលធ្វើឲ្យមាសនឹងចុះមកបាត់នៅក្នុងតម្លៃ 4497.48 សេនក្នុង1អោនហើយបើបងប្អូនចង់ដឹងជាតម្លឹងយកទៅចែកនឹង 0.8282 ឬក៏សម្រាប់តម្លៃសពខ្មែរយើងចែកនឹង 0.83 អញ្ចឹងសម្រាប់មាតិកានេះខ្ញុំមាន2ចំណុចអញ្ចឹងចំណុចទី1និយាយអំពីកត្តាចម្បងដែលធ្វើឲ្យតម្លៃមាសនឹងធ្លាក់ចុះត្រួតហើយនឹងកត្តាទី2គឺនិយាយអំពីគោលចំហរបស់ធនាគារធំអញ្ចឹងពាក់ព័ន្ធជាមួយនឹងតម្លៃមាសដែលធ្លាក់ចុះនេះវាជាឱកាសសម្រាប់បងប្អូនដែលធ្វើការសន្សំហើយចំពោះដែលថាសន្សំរបៀបម៉េចហ្នឹងគឺសន្សំទៅតាមលទ្ធភាពរបស់យើងអាចសន្សំជាហ៊ុនសម្រាប់អ្នកដែលមានលទ្ធភាពតិចតួចសន្សំជាជីសម្រាប់អ្នកដែលមានលទ្ធភាពមធ្យមសមល្មមហើយសន្សំជាតម្លឹងសម្រាប់អ្នកមានសមត្ថភាពឬក៏កម្រិតថវិកានឹងខ្ពស់អញ្ចឹងយើងបែរមកមើលកត្តាចម្បងដែលធ្វើឲ្យតម្លៃមាសធ្លាក់ចុះវិញខ្ញុំបានអានអត្ថបទមួយគឺនៅក្នុង Yahoo Finance កាលពីយប់មិញគេបានប្រាប់អំពីកត្តាចំនួន3ដែលធ្វើឲ្យតម្លៃមាសនឹងធ្លាក់ចុះទី1គឺអត្រាការប្រាក់របស់ធនាគារកណ្ដាលដែលមិនមានការកាត់ចំណុចទី2គឺសង្គ្រាមនៅមជ្ឈមបូព៌ាដែលធ្វើឲ្យអតិផរណានឹងកើនឡើងហើយនឹងចំណុចទី3នឹងនិយាយអំពីកម្លាំងប្រាក់ដុល្លារនឹងតែម្ដងដែលទាញតម្លៃមាសនឹងឲ្យធ្លាក់ចុះអញ្ចឹងបងប្អូនឆ្ងល់ទៀតថាចុះបើធ្លាក់ចុះហេតុអីធ្លាក់ចុះតែមាសនិងប្រាក់មិនធ្លាក់ចុះតម្លៃប្រេងផងហើយចំណុចនេះពាក់ព័ន្ធជាមួយនឹងកត្តាទី2នឹងឯងគឺសង្គ្រាមនៅមជ្ឈមបូព៌ាតាមធម្មតាសង្គ្រាមឬក៏វិបត្តិពិភពលោកវាធ្វើឲ្យតម្លៃមាសនឹងកើនឡើងទេក៏ប៉ុន្តែដោយសារបញ្ហានេះកើតឡើងនៅត្រង់តំបន់ដែលផ្គត់ផ្គង់ថាមពលប្រទេសនីមួយៗនៅជុំវិញពិភពលោកក៏ដូចជាវិនិយោគិនដែលវៃឆ្លាតហ្នឹងគេនាំគ្នាបំបែលុយចេញពីមាសហើយនឹងប្រាក់ខណៈដែលមាសនិងប្រាក់ហ្នឹងគេធ្លាប់ជួញដូរចំណេញវាឡើងដល់កម្រិតដែលគេចំណេញហើយអញ្ចឹងគេបំបែចេញពីនឹងទៅបំបែចេញពីតម្លៃមាសនិងប្រាក់មកទិញដុល្លារហើយធ្វើការជួញដូរទៅលើតម្លៃថាមពលដែលពិភពលោកកំពុងតែត្រូវការនិងបង្កើនប្រាក់ចំណេញបន្ថែមទៀតនេះជាភាពវៃឆ្លាតរបស់គេហើយប្រការមួយទៀតគឺវិបត្តិថាមពលហ្នឹងវាជាតម្រូវការរួមរបស់ពិភពលោករបស់ប្រទេសនីមួយៗតែម្ដងទោះបីជាវិនិយោគិនអ្នកដែលឆក់ឱកាសយកប្រាក់ចំណេញនឹងមិនជួញដូរក៏ដោយក៏ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលហើយនឹងរដ្ឋាភិបាលនៃប្រទេសនីមួយៗនឹងត្រូវការទិញដើម្បីយកមកប្រើប្រាស់បំពន់សេដ្ឋកិច្ចរបស់ខ្លួនដែលចរន្តនេះហើយវាធ្វើឲ្យតម្រូវការប្រាក់ដុល្លារនឹងខ្លាំងសម្រាប់យកទៅផ្ដោះប្ដូរទិញថាមពលមកផ្គត់ផ្គង់ប្រើប្រាស់ក៏ដូចជាបង្កើនសេដ្ឋកិច្ចរបស់ខ្លួនពាក់ព័ន្ធជាមួយនឹងការចុះផ្សាយអត្ថបទរបស់ Yahoo Finance ដែលថាមាន3ចំណុចធ្វើឲ្យតម្លៃមាសធ្លាក់ចុះនេះកត្តាចម្បងបំផុតនឹងគឺវិបត្តិសង្គ្រាមនៅមជ្ឈមបូព៌ានឹងឯងបើយើងពិនិត្យទៅមើលលើអត្រាការប្រាក់របស់ធនាគារកណ្ដាលហ្នឹងអ្នកណាក៏ដឹងដែរបើយើងពិនិត្យមើលទៅលើ Fed Watch គឺឃើញគ្រប់គ្នាហើយទាំង Big Money ទាំង Small Money គឺសុទ្ធសឹងតែបានឃើញទិន្នន័យហ្នឹងទាំងអស់ថាធនាគារកណ្ដាលមិនកាត់បន្ថយអត្រាការប្រាក់ទេក៏ប៉ុន្តែអ្វីដែលជាកត្តាជំរុញដែលបំផុសធ្វើឲ្យតម្លៃមាសនិងប្រាក់នឹងធ្លាក់ចុះខ្លាំងគឺកត្តាទី2នៅត្រង់ចំណុចសង្គ្រាមនៅមជ្ឈមបូព៌ាដែលវាពាក់ព័ន្ធជាមួយនឹងការផ្គត់ផ្គង់ថាមពលហើយពិភពលោកបើខ្វះថាមពលវានឹងធ្វើឲ្យអតិផរណាកើនឡើងនៅពេលណាដែលអតិផរណាកើនឡើងអញ្ចឹងថ្លៃទំនិញសព្វសារពើនឹងវាមានការធ្លាក់ចុះហើយជាការឆ្លើយតបវិញធនាគារកណ្ដាលនឹងមិនកាត់បន្ថយអត្រាការប្រាក់ទេអាចមិនកាត់បន្ថយឬក៏អាចដំឡើងបន្ថែមឬក៏បើមិនដំឡើងបន្ថែមទេអាចប្រើរយៈពេលយូរទៅអញ្ចឹងចំណុចទី2នេះវិបត្តិនៅមជ្ឈមបូព៌ានឹងវាជាអន្តរកម្មឆ្វាក់ចងទៅលើកត្តាផ្សេងទៀតដែលពាក់ព័ន្ធជាមួយនឹងអត្រាការប្រាក់ព្រមទាំងកម្លាំងប្រាក់ដុល្លារបើយើងក៏លេចទៅមើលប្រព័ន្ធ ETF ដែលជាកញ្ចប់ជួញដូរពេញនិយមមួយដែរយើងឃើញថាកាលពីសប្តាហ៍មុនហ្នឹងតម្លៃមាសគឺឡើងដល់$94ខណៈនៅចុងសប្តាហ៍នេះធ្លាក់ចុះមកនៅត្រឹម$84អញ្ចឹងមានការធ្លាក់ចុះ$10នៅក្នុងមួយហ៊ុនដែលជាការបំបែរលុយចេញពីមាសដែលខ្លួនបានចំណេញហើយនឹងទៅទិញប្រាក់ដុល្លារឬក៏ទៅទិញថាមពលអញ្ចឹងពាក់ព័ន្ធជាមួយនឹងតម្លៃមាសដែលធ្លាក់ចុះនេះយើងក៏លេចទៅមើល technical បន្តិចទៅបើយើងក៏លេចមើលលើក្រាបនេះឃើញថាដើមទៀននឹងមានការតម្រង់ចុះមកខាងក្រោមទៀតដែលទំនងជាសម្អាតសាច់ប្រាក់នៅខាងក្រោមហើយដែលវាអាចនឹងធ្លាក់បន្តមកដល់
តម្លៃ 4,200 ឬក៏មកដល់កម្រិតទាបបំផុតហ្នឹងគឺតម្លៃ 4,000 អញ្ចឹងសម្រាប់បងប្អូនដែលសន្សំតិចអាចចាប់ផ្ដើមទិញពីតម្លៃនេះទៅបានណាទិញមាសសន្សំនៅខាងក្រៅហើយសម្រាប់បងប្អូនដែលធ្វើការជួញដូរហ្នឹងចាំផ្សារបើកហើយធ្លាក់មកដល់តម្លៃ 4,200 ហ្នឹងអាចធ្វើការទិញឡើងបានពេលព្រមមកដល់តម្លៃនេះវាមាន support មួយហៅថា suspend block វានៅនឹងសម្រាប់កាងឬក៏ទប់តម្លៃហ្នឹងមិនឲ្យធ្លាក់ចុះតទៅទៀតហើយប្រសិនបើបុកដាច់តម្លៃ 4,200 នឹងទៀតវាអាចមកដល់តម្លៃ 4,000 គត់នេះយើងនិយាយតាមបែប technical ត្រឡប់ទៅមើលកត្តា fundamental ដែល Yahoo Finance ហ្នឹងបានចុះផ្សាយថាមានកត្តា3ចំណុចធ្វើឲ្យតម្លៃមាសហ្នឹងធ្លាក់ចុះត្រួតគ្នាហើយដែលខ្ញុំយល់ថាចំណុចទី2ហ្នឹងជាចំណុចដែលសំខាន់ជាងគេពីព្រោះចំណុចទី2ហ្នឹងឯងដែលជាវិបត្តិស្នូលសម្រាប់រុញអតិផរណាឲ្យកើនឡើងហើយរុញធនាគារកណ្ដាលនឹងមិនឲ្យកាត់បន្ថយអត្រាការប្រាក់ពីព្រោះតែការផ្គត់ផ្គង់ថាមពលរបស់ពិភពលោកនឹងមិនមានប្រក្រតីភាពដែលធ្វើឲ្យតម្លៃផលិតនឹងមានការកើនឡើងហើយមួយយ៉ាងទៀតដែលថាកត្តាទី2នឹងវាសំខាន់ពីព្រោះវាមានប្រវត្តិដែលវាធ្លាប់លេចឡើងកន្លងមកហើយគឺកាលពីឆ្នាំ 1979 ហ្នឹងបងប្អូនអាចមើលតារាងនេះបាននិយាយអំពីព្រឹត្តិការណ៍នៃវិបត្តិហ្នឹងកន្លងខាងលើហ្នឹងគឺនិយាយអំពីវិបត្តិអ៊ីរ៉ង់ដែលការនោះវាធ្វើឲ្យតម្លៃថាមពលកើនឡើងខ្លាំងមែនទែនគឺកើនឡើងពីតម្លៃ$13ក្នុងមួយធុងបារ៉ែលហ្នឹងទៅដល់$40ក្នុងមួយធុងបារ៉ែលហើយដែលភាគរយនៃការកើនឡើងនឹងមានប្រមាណជា 200% ឯនោះម្យ៉ាងទៀតវិបត្តិហ្នឹងវាមិនមែនរយៈពេល1ខែ2ខែដូចយើងនេះទេគឺវាកើតឡើងរយៈពេលដល់ទៅ10ឆ្នាំឯនោះពីឆ្នាំ 1979 ហ្នឹងដល់ឆ្នាំ 1980 ហើយបើនិយាយអំពីតម្លៃមាសហ្នឹងគឺស្ទើរតែលែងនិយាយទៅវាមានការធ្លាក់ចុះខ្លាំងមែនទែនខណៈដែលប្រាក់ដុល្លារហ្នឹងមានការស្ទុះឡើងក៏ប៉ុន្តែនៅពេលដែលវិបត្តិហ្នឹងវាចប់បាត់ទៅនៅពេលដែលវិបត្តិហ្នឹងត្រូវបានដោះស្រាយតម្លៃថាមពលវាបានវិលមករកប្រក្រតីភាពវិញហើយអ្វីដែលអស្ចារ្យវិញម្ដងនោះគឺតម្លៃមាសដែលតម្លៃមាសកាលនោះកើនឡើងដល់ទៅ 370% ពោលគឺកើនឡើងពី$180ដល់ទៅ$850ចប់សង្គ្រាមបដិវត្តន៍អ៊ីរ៉ង់ឆ្នាំ 1980 ភ្លាមមាសដែលមានតម្លៃត្រឹមតែ$180ក្នុងមួយអោនហ្នឹងហក់ដល់ទៅ$850ក្នុងមួយអោនហើយវិបត្តិបច្ចុប្បន្ននេះយើងឃើញថាយ៉ាងម៉េចគឺវិបត្តិបច្ចុប្បន្ននេះវាមានភាពប្រហាក់ប្រហែលគ្នាហើយវិបត្តិនៅដើមពពានេះទំនងជាមិនងាយនឹងផុតរលត់ដែរទេបើទោះបីជានាយករដ្ឋមន្ត្រីអ៊ីស្រាអែលគាត់ប្រកាសថានឹងឆាប់ចប់មុនកម្មវត្ថុដែលខ្លួនគ្រោងទុកក៏ដោយហើយមួយទៀតបើទោះបីជាមានការចូលរួមសម្របសម្រួលផ្លូវដឹកជញ្ជូនថាមពលពីសំណាក់ប្រទេសមហាអំណាចដូចជាបារាំងអង់គ្លេសជប៉ុនក៏ដោយក៏យើងឃើញថាការវាយប្រហារគ្នាទៅវិញទៅមកហ្នឹងមិនទាន់បានស្រាកស្រានប៉ុន្មានទេខណៈពេលដែលឥឡូវនេះឃើញរដ្ឋបាលលោកត្រាំហ្នឹងបានសូមអនុម័តកញ្ចប់ថវិកានឹងពីសភាដល់ទៅ200,000 លានថែមទៀតសម្រាប់យកទៅណាគឺសម្រាប់យកមកប្រើប្រាស់នៅក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ហ្នឹងឯងអញ្ចឹងហើយបានជាទីភ្នាក់ងារថាមពលអន្តរជាតិហ្នឹងដែលធ្លាប់សន្យាថាបញ្ចេញប្រេង400 លានធុងបារ៉ែលហ្នឹងការផ្គត់ផ្គង់ហ្នឹងវាមិនមានរយៈពេលយូរទេហើយឥឡូវនេះបានចេញសេចក្តីណែនាំបន្ថែមទៀតហើយថាឲ្យប្រទេសនានាហ្នឹងដែលមានមន្ត្រីរាជការធ្វើការនោះឲ្យធ្វើការពីកន្លែងទៅដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលច្រើនហើយយើងឃើញថាប្រទេសនីមួយៗបានចាត់វិធានការផ្សេងៗមានការធ្វើការពីកន្លែងហើយការបញ្ចុះពន្ធនាំចូលឥន្ធនៈហើយនឹងប្រេងជាដើមអញ្ចឹងទៅអញ្ចឹងទំនងជាមើលឃើញប្រវត្តិក៏ដូចជាទឹកតាងដែលធ្លាប់កើតឡើងបែបនេះហើយបានជាធនាគារធំៗដែលមាន JP Morgan ហើយនឹង Deutsche Bank ជាដើមហ្នឹងគេនៅតែរក្សាការព្យាករណ៍តម្លៃមាសសម្រាប់ឆ្នាំ 2026 នេះនៅដដែលក៏ប៉ុន្តែទាំងអស់នេះអាស្រ័យលើវិបត្តិនៅមជ្ឈមបូព៌ានឹងឆាប់បានដោះស្រាយឬក៏បើមិនដូច្នោះទេការរក្សាសន្តិសុខនៅច្រកសមុទ្រហមម៉ូសនឹងវាមានសុវត្ថិភាពសមគួរអាចឲ្យចរន្តធម្មពលប្រេងនិងអូស្មန်នឹងចរាចរបានធម្មតាអញ្ចឹងនេះជាការចុះផ្សាយរបស់ Yahoo Finance ដែលពាក់ព័ន្ធជាមួយនឹងវិបត្តិនៅមជ្ឈមបូព៌ាដែលនិយាយអំពីកត្តា3ចំណុចធ្វើឲ្យតម្លៃមាសនឹងធ្លាក់ចុះព្រមទាំងការរក្សាលំនឹងព្យាករណ៍របស់ធនាគារធំៗ
អញ្ចឹងជាត្រឡប់មកវិញគឺអ្វីៗដែលតម្លៃមាសជួបការធ្លាក់ចុះនៅពេលនេះវិបត្តិធំបំផុតមេខ្លោងឬក្បាលមឿងនឹងចេញពីតំបន់មជ្ឈមបូព៌ាមកប្រសិនបើមជ្ឈមបូព៌ានឹងត្រូវបានដោះស្រាយរួចរាល់ឬក៏មានប្រកដីភាពស្រួលបួលក្នុងការនាំចេញធម្មពលអញ្ចឹងវាធ្វើឲ្យអតិផរណានៅប្រទេសធំនឹងធ្លាក់ចុះនៅពេលណាអតិផរណាដែលធនាគារកណ្ដាលគ្រប់គ្រងបានហើយអត្រាការប្រាក់គេនឹងបន្ទាបនៅពេលណាអត្រាការប្រាក់ដែលត្រូវបានបន្ទាបឬក៏កាត់បន្ថយអញ្ចឹងតម្លៃមាសនិងប្រាក់នឹងហោះឡើងវិញដោយវិបត្តិដែលធ្លាប់កើតឡើងនៅឆ្នាំ1979ដែលបិទបញ្ចប់នៅឆ្នាំ1980ភ្លាមតម្លៃមាសនឹងបានហក់ឡើងខ្លាំងមែនទែនអញ្ចឹងសម្រាប់ការធ្លាក់ចុះតម្លៃមាសនេះវាមានទាំងគុណសម្បត្តិគុណវិបត្តិទេអាស្រ័យលើបងប្អូនប្រមូលក្តាប់ព័ត៌មានបានគ្រប់ជ្រុងជ្រោយហើយធ្វើការសន្សំឬក៏បងប្អូនដែលធ្វើការជួញដូរក្នុងប្រព័ន្ធមើលទៅលើព្រឹត្តិការណ៍ក៏ដូចជាបច្ចេកទេស technical តាមចំណេះជំនាញរបស់ខ្លួនទៅអញ្ចឹងមិនថាវាឡើងឬក៏វាចុះទេយើងសុទ្ធសឹងតែអាចទាញយកផលប្រយោជន៍បានអាស្រ័យលើភាពឆ្លៀវឆ្លាស់និងការគ្រប់គ្រងក្តាប់បានព័ត៌មានទទួលបានព័ត៌មានរបស់បងប្អូនអញ្ចឹងចង់បញ្ចប់នេះខ្ញុំបាទសូមអរគុណសូមគោរពលាហើយសូមជោគជ័យក្នុងការជួញដូរនិងការសន្សំមាសរបស់បងប្អូន